លោកគ្រូខ្ញុំសុំសួរមួយតើយើងមានសិទ្ធិរើសគូជីវិតដល់ខ្លួនឯងដែរអត់បានប្អូនរើសស្អីផ្សេងយើងអាចឲ្យគេរើសឲ្យបានយើងអាចពឹងគេបានយើងអាចសួរយោបល់គេបានរើសរបស់ញ៉ាំរើសសម្លៀកបំពាក់រើសរបស់ជីរបស់ធ្វើដំណើររបស់សិក្សាហ្នឹងខុសអាចទិញមួយសារទៀតបានតែគូជីវិតនេះដាច់ខាតហាមឲ្យអ្នកដតីហ្នឹងគេរើសឲ្យសោះព្រោះអីព្រោះថាមនុស្សយើងបើសិនជាឱកាសរើសគូសកលហ្នឹងឲ្យអ្នកដតីរើសឲ្យវាប្រៀបដូចយើងហ្នឹងបាត់បង់បេសកកម្មបាត់បង់មីសិនបាត់បង់ការងារដ៏ធំមួយនៅក្នុងជីវិតព្រោះថាបើសិនជាយើងរើសគូជីវិតត្រូវវាអត់អីជីវិតយើងស្គាល់តែភាពសុបាយចិត្តសុភមង្គលភាពជោគជ័យប៉ុន្តែបើសិនជារើសគូជីវិតខុសហើយយើងនឹងមានពាក្យថាស្ដាយក្រោយនឹងរឿងក្តៅក្រហាយនៅក្នុងជីវិតជាមិនខានទេអ្នកទាំងអស់គ្នាខ្ញុំឧទាហរណ៍មួយឲ្យអ្នកទាំងអស់គ្នាងាយយល់អ្នកទាំងអស់គ្នាស្គាល់គុកឯងមនុស្សដែលជាប់គុកគឺអត់មានសិទ្ធិក្នុងការដើរហើររើសរបស់ញ៉ាំឬក៏ទៅកន្លែងដែលខ្លួនឯងចង់ទៅកុំថាឡើយជួបមនុស្សដែលខ្លួនឯងចង់ជួបអញ្ចឹងមនុស្សយើងដូចគ្នាមនុស្សយើងកើតមកគឺមានតែការសម្រេចចិត្តមួយប្រព័ន្ធនោះមកតាមខ្លួនបើសំបីតែយើងរស់នៅហើយគ្មានការសម្រេចចិត្តនៅក្នុងខ្លួនយើងអត់មានអីខុសពីមនុស្សរស់នៅមានតែសម្បកកាយអាហ្នឹងក៏យើងដូចជាមនុស្សដែលជាប់គុកដែរគេហៅថាគុកអត់អញ្ចឹងធ្វើអ្វីដែលយើងចង់ធ្វើអ្វីដែលឲ្យយើងសប្បាយចិត្តទៅណាដែលយើងចង់ទៅរើសអ្នកណាដែលយើងស្រឡាញ់អាហ្នឹងបានគេហៅថាជីវិត